ជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីម៉ាស៊ីនវាស់សម្ពាធឈាមម៉ាក Omron model ថ្មីដែលនៅក្នុងឈុតម៉ាស៊ីននេះមានទូម៉ាស៊ីនចំនួន1មានខោសម្រាប់រុំដៃចំនួន1មានថ្មពិលចំនួន4កូនមានបានធានារយៈពេល5ឆ្នាំនិងមានសៀវភៅណែនាំអំពីរបៀបប្រើប្រាស់ម៉ាស៊ីននេះផងដែរចំពោះតួម៉ាស៊ីនគឺមានអេក្រង់ធំច្បាស់ល្អមានប៊ូតុងចំនួន4មុខងារផ្សេងៗគ្នាចំពោះប៊ូតុងរូបដូចនាឡិកានេះគឺយើងសម្រាប់កំណត់ម៉ោងថ្ងៃខែនិងឆ្នាំប៊ូតុងរូបព្រួញនេះគឺយើងសម្រាប់សេរីទៅតាមថ្ងៃខែឆ្នាំដែលយើងវាស់ជាក់ស្ដែងប៊ូតុងមួយទៀតគឺជាប៊ូតុង memory ហើយប៊ូតុងខាងក្រោមគឺជាប៊ូតុង start និង stop សម្រាប់យើងបើកម៉ាស៊ីននៅផ្នែកម្ខាងទៀតនៃម៉ាស៊ីនគឺជាកន្លែងសម្រាប់ភ្ជាប់ខ្សែខុសជាមួយនឹងម៉ាស៊ីនចំពោះម៉ាស៊ីននេះគឺយើងអាចប្រើបានពីរបៀបទាំងថ្មប៉ះនិងដោតភ្លើងប្រើគឺដោតភ្លើងបដាយើងវាស់បដាគឺដោតដូចកង្ហារចឹងចំពោះរបៀបប្រើប្រាស់ម៉ាស៊ីននេះនៅលើអេក្រង់ម៉ាស៊ីននេះគេមានកន្លែងសម្រាប់យើងសេរីម៉ោងថ្ងៃខែនិងឆ្នាំឥឡូវយើងចុចប៊ូតុងរូបនាឡិកាហ្នឹងដើម្បីសេរីឆ្នាំអញ្ចឹងឥឡូវឆ្នាំ2026យើងសេរីដាក់2026តពីយើងសេរីហើយគឺយើងចុចប៊ូតុងរូបនាឡិកានឹងរដាដើម្បីយើងសេរីខែហើយនិងថ្ងៃចំពោះលេខលោតលើហ្នឹងលេខមុនគេហ្នឹងគឺជាខែចំនួនលេខ3ហ្នឹងគឺជាថ្ងៃឥឡូវចាក់ស្ដែងគឺខែ7អញ្ចឹងយើងសេរីមកដល់លេខ7ពេលដែលលោតភ្លុតផ្លាត់អញ្ចឹងហើយគឺយើងចុចប៊ូតុងរូបនេះដដែលដើម្បីសេរីថ្ងៃចាក់ស្ដែងឥឡូវហ្នឹងថ្ងៃទី1អញ្ចឹងយើងចុចបន្ថយវាមកធ្វើលេខ1វិញយើងចុចចឹងទៅបានន័យថាខែ7ថ្ងៃទី1ពេលយើងសេរីខែហើយនឹងថ្ងៃហើយឥឡូវយើងសេរីម៉ោងម្ដងឥឡូវហ្នឹងគឺម៉ោង3អញ្ចឹងម៉ោង3ទៅហើយយើងចុចប៊ូតុងរូបនាឡិកាម្ដងទៀតដើម្បីសេរីនាទីចាក់ស្ដែងឥឡូវហ្នឹងគឺម៉ោង3:30នាទីអញ្ចឹងយើងសេរីមកធ្វើលេខ30ហើយយើងចុចប៊ូតុងរូបនាឡិកាម្ដងទៀតដើម្បីឲ្យវាបញ្ជាក់ថាម៉ោងថ្ងៃខែនិងឆ្នាំដែលយើងសេរីហ្នឹងគឺត្រឹមត្រូវម៉ោង3:30នាទីថ្ងៃ1ខែ7 2026ហើយមុនពេលវាស់ឈាមយើងត្រូវសម្រាប់10ទៅ15នាទីជំនុំសិនឥឡូវខ្ញុំបង្ហាញអំពីរបៀបប្រើប្រាស់តែម្ដងពេលដែលយើងភ្ជាប់ខ្សែខុសជាមួយម៉ាស៊ីនគឺយើងត្រូវសង្កត់វាឲ្យណែនកុំឲ្យវាចេញខ្យល់លទ្ធផលចេញមក error នៅពេលដែលយើងរុំខុសជាមួយនឹងដៃយើងត្រូវទុកចន្លោះ2ទៅ3សង់ទីម៉ែត្រពីកន្លះដៃរបស់យើងគឺស្មើនឹង2ថ្នប់ដៃតើមកយើងធ្វើការវាស់ដែលដាក់ដៃនៅស្មើនឹងបេះដូង